សួស្តីអ្នកទាំងអស់គ្នាបាទស្វាគមន៍មកកាន់ vlog ថ្មីរបស់ខ្ញុំនៅក្នុងទឹកដីសហរដ្ឋអាមេរិកបាទ So now we are heading to the stadium to watch American football. For sure, I'm so excited. I can't wait. Here, Ricardo from Guatemala. Awa from Tanzania. Awa from with Tanzania. My truck. Min from Thailand and Raquel from Bolivia. Yeah, and the other guys at the stadium ready to wait for us there. បាទអញ្ចឹងពួកយើងនាំគ្នាទៅទស្សនាការប្រកួត American Football នៅក្នុងកីឡដ្ឋានប្រចាំសាកលវិទ្យាល័យនេះគឺស្ថិតនៅក្នុងឱកាសនៃកម្មវិធី Homecoming កម្មវិធី Homecoming គឺជាកម្មវិធីដែលអតីតនិស្សិតក៏ដូចជានិស្សិតបច្ចុប្បន្នបានជួបជុំគ្នាដើម្បីប្រារព្ធពិធីជាច្រើនជាពិសេសគឺជាការទស្សនាការប្រកួត American Football ហើយនឹងការប្រគំតន្ត្រីក៏ដូចជាការរាំកម្សាន្តបាទមានការបង្ហោះ drone មានការបង្ហោះពេតប៉ោងអីជាដើមបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជានៅក្នុងកីឡដ្ឋានទាំងមូលបន្ទាប់ពីខ្ញុំបានដើរចូលមកដល់បាទអញ្ចឹងយើងក៏មិនភ្លេចក្នុងការថតរូបជាមួយនឹងសមាជិកFulbright របស់យើងដែរបាទពួកយើងជួបគ្នាមានការសប្បាយចិត្តមែនតើបាទអញ្ចឹងជាពិសេសគឺខ្ញុំផ្ទាល់បាទខ្ញុំបានថតរូបកំសាន្តក៏ដូចជាមិត្តភ័ក្តិរបស់ខ្ញុំនឹងបានហុចប្រដាប់កវីដើម្បីលើកទឹកចិត្តនឹងឲ្យខ្ញុំកវីលេងបាទអញ្ចឹងមានអារម្មណ៍ថាសប្បាយមែនតើហើយនេះគឺជាទស្សនវិជ្ជានៃការចូលមកដល់ក្រុមភ្លេងដើម្បីប្រគំកំដរការប្រកួតមួយនេះបាទហើយនេះគឺជាសកម្មភាពនៃការកម្ដៅសាច់ដុំរបស់កីឡាករទេបាទគឺពួកគេមានការកម្ដៅសាច់ដុំមុននឹងមានការប្រកួតផ្លូវការចូលមកដល់បាទអញ្ចឹងកីឡាប្រភេទនេះគឺត្រូវការកាយសម្បទារឹងមាំណាស់បាទកីឡាករម្នាក់ៗគឺមានមាឌធំនិងមានភាពធន់មែនតែនបាទនេះគឺជាការប្រកាសសមត្ថភាពរបស់កីឡាករដែលស្ថិតនៅក្នុងក្រុមនីមួយៗហ្នឹងបាទដែលឡែកនេះគឺជាទស្សនវិជ្ជានៃការប្រគំតន្ត្រីក៏ដូចជាការរាំកំដរការប្រកួតបាទមុននឹងការប្រកួតឈានមកដល់គឺពួកគេបានចូលទៅក្នុងកីឡដ្ឋានដើម្បីប្រគំតន្ត្រីក៏ដូចជារាំដើម្បីបម្រើទស្សនីយភាពទៅដល់ទស្សនិកជនបាទគឺប្លែកមែនតើបងប្អូនបាទគឺជាការសម្ដែងក៏ដូចជាការរាំដើម្បីញ៉ាំងឲ្យបរិយាកាសនៅក្នុងកីឡដ្ឋានហ្នឹងគឺមានភាពរស់រវើកបាទអញ្ចឹងពួកគេក៏បានប្រគំតន្ត្រីនិងរាំទៅតាមចង្វាក់ភ្លេងដែលកំពុងប្រគំហ្នឹងបាទហើយទស្សនិកជននៅជុំវិញកីឡដ្ឋានទាំងអស់គឺពិតជាមានការរំភើបចិត្តមែនទែនដោយសារព្រឹត្តិការណ៍នេះគឺគេធ្វើឡើងតែម្ដងប៉ុណ្ណោះនៅក្នុងមួយឆ្នាំបាទដែលជាការជួបជុំរវាងអតីតសិស្សនៃសាកលវិទ្យាល័យក៏ដូចជាសិស្សនិស្សិតបច្ចុប្បន្នដែលកំពុងសិក្សាផ្ទាល់បាទអញ្ចឹងទស្សនីយភាពប្លែកភ្នែកប្លែកអារម្មណ៍បែបនេះគឺជើងកម្រនឹងបានឃើញណាបាទហើយនេះគឺជាការគោរពភ្លេងជាតិប្រចាំរដ្ឋ Colorado ដែលនៅសហរដ្ឋអាមេរិកនេះក្រៅទៅពីភ្លេងជាតិនៃសហរដ្ឋអាមេរិកទាំងមូលក៏មានភ្លេងជាតិតំណាងឲ្យរដ្ឋនីមួយៗផងដែរបាទអញ្ចឹងដំបូងនេះគឺពួកគេបានធ្វើការគោរពភ្លេងជាតិតំណាងឲ្យរដ្ឋ Colorado ទាំងមូលបាទអញ្ចឹងអ្នកទាំងអស់គ្នានៅក្នុងកីឡដ្ឋានគឺមានការស្មឹងស្មាតក៏ដូចជាស្រែកច្រៀងទៅតាមចង្វាក់ភ្លេងនៃភ្លេងជាតិរបស់រដ្ឋនេះផងដែរ Wow,
បន្ទាប់ពីគ្រប់ផ្សេងជាតិប្រចាំរដ្ឋ Colorado រួចគឺពួកគេបន្តឈុតឆាកសម្ដែងក៏ដូចជាប្រគំភ្លេងដើម្បីញ៉ាំងបរិយាកាសបន្តទៀតបាទពួកគេធ្វើបែបនេះគឺដើម្បីឲ្យមានសកម្មភាពចម្រុះនៅក្នុងកីឡដ្ឋានដើម្បីឲ្យទស្សនិកជនមានភាពសប្បាយនិងរំភើបចិត្តបាទដោយឡែកនេះគឺជាការគោរពភ្លេងជាតិរបស់សហរដ្ឋអាមេរិកផ្ទាល់បាទអញ្ចឹងដូចខ្ញុំនិយាយខាងដើមអញ្ចឹងគឺមានភ្លេងជាតិតំណាងរដ្ឋនីមួយៗក៏ដូចជាភ្លេងជាតិប្រចាំសហរដ្ឋអាមេរិកទាំងមូលបាទឥឡូវនេះការគោរពភ្លេងជាតិគឺបានចប់សពគ្រប់ដែលឡែកអ្នកភ្លេងក៏ដូចជាអ្នករាំក៏ដូចជាមន្ត្រីរៀបចំការប្រកួតក៏បានចាក់ចេញពីកីឡដ្ឋានដើម្បីទុកឱកាសដល់កីឡាករទាំងពីរក្រុមចូលក្នុងកីឡដ្ឋានដើម្បីធ្វើការប្រកួតបាទអញ្ចឹងបាទឥឡូវនេះកីឡាករទាំងពីរក្រុមគឺបានធ្វើដំណើរចូលមកក្នុងកីឡដ្ឋានរៀងៗខ្លួនហើយសន្តានពណ៌សនេះគឺជាក្រុមភ្ញៀវបាទឈ្មោះថាក្រុម Bengal បាទដែលឡែកក្រុមម្ចាស់ផ្ទះក្រុមប្រចាំសាកលវិទ្យាល័យ UNC នេះគឺមានឯកសណ្ឋានពណ៌ខ្មៅបាទអញ្ចឹងការប្រកួតនៃក្រុមទាំងពីរគឺនឹងប្រព្រឹត្តទៅនៅក្នុងពេលបន្តិចទៀតនេះបាទដោយក្រុមនីមួយៗគឺមានសមាជិកចំនួន11នាក់ដូចបាល់ទាត់យើងធម្មតាដែរបាទអញ្ចឹងកីឡាករនៅក្នុងទីលានមានចំនួន22នាក់ទាំងពីរក្រុមដែលឡែកគឺមានអាជ្ញាកណ្ដាលនៅក្នុងទីលានផ្ទាល់ចំនួន3នាក់បាទអញ្ចឹងលក្ខន្តិកៈយ៉ាងណានោះខ្ញុំមិនដឹងច្បាស់នោះទេដោយសារនេះគឺជាលើកទី1ដែលខ្ញុំបានទស្សនាអំពី American Football បាទអញ្ចឹងកីឡាប្រភេទនេះគឺមានភាពគ្រោះថ្នាក់មែនតើដោយសារត្រូវរត់បុកបាទរត់ចាប់គ្នារត់បុកគ្នាទាញគ្នាបាទអោបពីលើអីអញ្ចឹងណាហើយកីឡាករម្នាក់ត្រូវតែមានកាយសម្បទារឹងមាំមានកម្ពស់ខ្ពស់ក៏ដូចជាត្រូវតែមានភាពធន់បាទពួកគេត្រូវតែហ្វឹកហាត់ឲ្យបានខ្លាំងក្លាទើបអាចលេងកីឡាប្រភេទនេះបានបាទដែលឡែកនេះគឺជាការប្រគំតន្ត្រីរបស់ក្រុមគាំទ្រម្ចាស់ផ្ទះបាទគឺជាក្រុមសាកលវិទ្យាល័យ UNC ដែលការប្រគំតន្ត្រីនេះគឺមានការពិរោះបែបមួយយ៉ាងបាទជាពិសេសគឺអ្នករាំមានភាពស្វាហាប់មែនតើបាទខ្ញុំចូលចិត្តមើលការប្រគំតន្ត្រីការប្រគំភ្លេងនេះជាជាងមើលបាល់បាទដោយសារនិយាយឲ្យចំទៅគឺខ្ញុំមើលច្រើនយ៉ាងណាគឺខ្ញុំនៅតែអត់យល់បាទខ្ញុំមិនយល់ពីរបៀបនៃការលេងរបស់ប្រភេទកីឡាមួយនេះទេបាទអញ្ចឹងមានការរត់ដណ្ដើមបាល់បាទទៅកាន់ទីរបស់ក្រុមនីមួយបាទដែលឡែកដូចជាមិនមានឃើញអ្នកចាំទីអីទេបាទគឺជាដណ្ដើមបាល់ដើម្បីឆ្ពោះទៅកាន់
ទីរបស់គូប្រកួតរៀងៗខ្លួនបាទគឺមានចំនួន4វគ្គបាទដែលមួយវគ្គគឺមាន15នាទីអញ្ចឹង4វគ្គគឺមានចំនួន60នាទីបាទគឺចប់15នាទីគេសម្រាប់ម្ដងអញ្ចឹងបន្ទាប់ពីចប់15នាទីវគ្គទី1ខ្ញុំក៏ត្រូវបាន friendship family របស់ខ្ញុំឬក៏ host family ហ្នឹងគាត់បានឲ្យទៅជួបគាត់នៅនៅម្ខាងទៀតនៃកីឡដ្ឋានបាទអញ្ចឹងខ្ញុំក៏បានធ្វើដំណើរទៅជាមួយមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ជនជាតិហុងគ្រីដើម្បីធ្វើដំណើរទៅជួបគាត់បាទអញ្ចឹងឆ្លៀតពេលហ្នឹងគឺខ្ញុំក៏បានថតរូបកីឡដ្ឋានទាំងមូលដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាគ្រប់ជ្រុងបាទតែពិតទៅគឺអារម្មណ៍រំភើបមែនទែនបន្ទាប់ពីបានឃើញការប្រកួតកីឡាមួយប្រភេទដែលយើងមិនដែលបានដឹងបាទយើងធ្លាប់បានអានសៀវភៅខ្លះដែរដឹងថា American Football ប៉ុន្តែយើងមិនដែលបានទស្សនាផ្ទាល់បាទដែលឡែកនេះគឺជាការប្រកួតដ៏ធំប្រចាំរដ្ឋ Colorado បាទដើម្បីអបអរសាទរនៃព្រឹត្តិការណ៍ Homecoming នៃសាកលវិទ្យាល័យ UNC ទស្សនវិជ្ជាពីម្ខាងទៀតនៃកីឡដ្ឋាននេះក៏ស្អាតដែរមានទស្សនិកជនអ្នកទស្សនាជាច្រើនបាទនៅលើកន្លែងអង្គុយហ្នឹងបាទខាងនេះគឺជាភ្ញៀវទូទៅបាទហើយខាងដែលខ្ញុំអង្គុយមុននោះគឺជាកន្លែងសម្រាប់និស្សិតអញ្ចឹងកន្លែងភ្ញៀវទូទៅនេះគឺតម្រូវឲ្យទិញសម្បត្តិទស្សនាអញ្ចឹងពួកយើងក៏បានជួប Ralph ដែលជា host family របស់យើងបាទគាត់ក៏បានទិញស្រាបៀរឲ្យម្នាក់មួយកំប៉ុងគាត់ក៏បានទិញមួក UNC ឲ្យពួកយើងគាត់ក៏ទិញតុក្កតាឲ្យខ្ញុំដែរបងប្អូនបាទអញ្ចឹងគាត់ពិតជាចិត្តល្អមែនតើបាទគាត់ចំណាយលើពួកយើងច្រើនមែនតើបាទអញ្ចឹងពួកគាត់គឺជាគ្រួសារសហរដ្ឋអាមេរិកដែលស្ម័គ្រចិត្តដើម្បីចុះឈ្មោះទទួលក្រុមគ្រូបង្រៀនមកពីទូទាំងសកលលោកបាទដើម្បីផ្ដល់ភាពកក់ក្ដៅក៏ដូចជាដើម្បីនាំពួកយើងទៅកាន់កន្លែងណាដែលពួកយើងចង់ទៅក៏ដូចជានាំពួកយើងទៅញ៉ាំអាហារនៅកន្លែងណាដែលពួកយើងចង់ទៅបាទពួកគាត់ទាំងពីរនាក់បាទមានឈ្មោះថា Ralph ហើយនឹងប្រពន្ធរបស់គាត់មានឈ្មោះថា Paulette ពួកគាត់ចិត្តល្អមែនតើបាទគឺផ្ដល់ភាពកក់ក្ដៅឲ្យពួកយើងគ្រប់ពេលវេលាបាទអញ្ចឹងកលេចមកមើលទស្សនវិជ្ជានៅលើកីឡដ្ឋានវិញបាទដោយសារពួកយើងមើលយូរទៅគឺនៅតែមិនយល់ដូច្នេះពួកយើងក៏បានសម្រេចចិត្តចាក់ចេញពីកីឡដ្ឋានធ្វើបើការប្រកួតមិនទាន់ចប់ក៏ដោយបាទអញ្ចឹងពួកយើងក៏បានធ្វើដំណើរដើម្បីចេញពីកីឡដ្ឋានហើយនឹងឆ្លៀតថតរូបបណ្ដានឹងធ្វើដំណើរចេញក្រៅបណ្ដាបាទចឹងនេះគឺជាទស្សនវិជ្ជាចុងក្រោយនៃការថតរូបរបស់ខ្ញុំនៅក្នុង vlog មួយនេះបាទដែលឡែកមុននឹងចេញពីកីឡដ្ឋានបាទខ្ញុំក៏បានឆ្លៀតថតរូបពី3ប៉ុស្តិ៍ទៀតទុកជាការកំសាន្តបាទជាពិសេសគឺរូបចុងក្រោយមួយនេះខ្ញុំពេញចិត្តមែនទែនដែលខ្ញុំបានថតជាមួយនឹងក្រុមភ្លេងប្រចាំការប្រកួតបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាចុងក្រោយអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូ vlog របស់ខ្ញុំបាទ